សំណួរតតិនទៅនឹងអ៊ុនតាក់ដែលរៀបចំការបោះឆ្នោតនោះដែលពុំបានពេញលេញនោះគឺបានប្រគល់ទូរនទីអំណាចទាំងនេះមកកម្ពុជាឬក៏អត់បងសំណាងចម្លើយមានច្រើនណាស់តែខ្ញុំសូមរំលេចចម្លើយ3យ៉ាងទី1គឺអង្គការសហប្រជាជាតិដែលនៅពេលនោះដឹកនាំដោយអ៊ុនតាក់គឺត្រូវតែប្រគល់តួនាទីគ្រប់បែបយ៉ាងទៅឲ្យរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវគ្រប់បែបយ៉ាងមិនមែនតែរបៀបនៃការរៀបចំការបោះឆ្នោតទេខ្ញុំសូមនិយាយគ្រប់បែបយ៉ាងនោះ4កន្លឹះទី1គឺផ្ទេរការរំសាយកងទ័ពរបស់ភាគីខ្មែរទាំងអស់ឲ្យទៅរដ្ឋាភិបាលថ្មីដើម្បីបន្តរំសាយកងទ័ពអញ្ចឹងពេលដែលលោកហ៊ុនសែនថាមានយុទ្ធសាស្ត្រ defeat នោះมันមិនមែនជារឿងថ្មីទេគឺក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថារដ្ឋាភិបាលថ្មីត្រូវតែបន្តរំសាយកងទ័ពទាំងអស់អញ្ចឹងលោកហ៊ុនសែនធ្វើតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគ្រាន់តែតិចនិចនៃការធ្វើអាចមានការបត់បែនអាស្រ័យទៅលើរដ្ឋាភិបាលថ្មីនោះប៉ុន្តែគឺអង្គការសហប្រជាជាតិត្រូវផ្ទេរផលជំតោដាក់ស្រអេនឹងរោផ្ទេរមានន័យថាគឺការប្រាប់អំពីអ្វីដែលខ្លួនបានធ្វើអ្វីដែលខ្លួនមិនទាន់បានធ្វើអ្វីដែលអ៊ុនតាក់ធ្វើឲ្យជោគជ័យអ្វីដែលធ្វើឲ្យបរាជ័យអ្វីដែលមិនធ្វើទាន់តែសោះមិនប៉ះទាល់សោះអញ្ចឹងអង្គការសហប្រជាជាតិត្រូវផ្ទេរនៅភារកិច្ចនៃការរំសាយកងទ័ពគ្រឿងអាវុធយុទ្ធភ័ណ្ឌរបស់ភាគីខ្មែរទាំងអស់ឲ្យទៅរដ្ឋាភិបាលថ្មីដើម្បីរដ្ឋាភិបាលថ្មីបន្តបេសកកម្មនៃការរំសាយកងទ័ពគ្រឿងអាវុធយុទ្ធភ័ណ្ឌនានាផ្ទេរទី2គឺការដកកងទ័ពបរទេសគ្រប់ប្រភេទចេញពីកម្ពុជាហើយធានាថាការដកនោះគឺដកហើយមិនអាចចូលមកវិញបានអញ្ចឹងផ្ទេរថាតើអង្គការសហប្រជាជាតិបានដកកងទ័ពយួនជំនួយយោធាចិនជំនួយយោធាអាមេរិកបារាំងសូវៀតសៀមប្រទេសដទៃទៀតតើបានដកចេញប្រមាណហើយនៅសល់ប្រមាណបានដកចេញឬក៏មិនបានដកចេញសោះគឺត្រូវសរសេរជាលាយលក្ខណ៍អក្សរមិនមែននិយាយនឹងមាត់ទេ3ការផ្ទេរនៅតួនាទីទទួលខុសត្រូវនៃវិស័យទាំង5អង្គការសហប្រជាជាតិនៅពេលនោះគ្រប់គ្រងវិស័យការបរទេសហិរញ្ញវត្ថុសន្តិសុខសាធារណៈការពីជាតិនិងឃោសនាការដែលនៅពេលនោះគេហៅអញ្ចឹងប៉ុន្តែបច្ចុប្បន្នដូចជាការបរទេសបច្ចុប្បន្នហៅថាក្រសួងការបរទេសកាលនោះអ៊ុនតាក់ជាអ្នកគ្រប់គ្រងជាអ្នកត្រួតពិនិត្យចំពោះនៅវិស័យការបរទេសរបស់លោកហ៊ុនសែនជាស៊ីមេចម្រិនរបស់លោកប៉ុលពតអ៊ីងស៊ីកេតផនរបស់លោកសឿនសានរបស់សម្ដេចសីហនុអង្គការសហប្រជាជាតិគ្រប់គ្រងនៅសន្តិសុខសាធារណៈបច្ចុប្បន្នហៅក្រសួងមហាផ្ទៃគ្រប់គ្រងនៅវិស័យការពិជាតិបច្ចុប្បន្នហៅថាក្រសួងការពិជាតិគ្រប់គ្រងនៅវិស័យឃោសនាការបច្ចុប្បន្នក្រសួងព័ត៌មានក្រសួងអប់រំក្រសួងវិចិត្រសិល្បៈវប្បធម៌វិចិត្រសិល្បៈមានតាំងពីទុរគមនាគមន៍ជាដើមនឹងឃោសនាការនឹងក្រសួងនៅពេលនោះគេហៅវិស័យហៅថាវិស័យហេតុអីវត្ថុហើយណោះទី1គឺការបរទេសទី2សន្តិសុខសាធារណៈទី3ការពារជាតិទី4ឃោសនាការទី5ហេតុអីវត្ថុបច្ចុប្បន្នក្រសួងសេដ្ឋកិច្ចហេតុអីវត្ថុមានអគ្គពន្ធដារអីជាដើមហ្នឹងជនរួមភាសាតើអង្គការសហប្រជាជាតិមានផ្ទេរវិស័យទាំងអស់ហ្នឹងទៅឲ្យរដ្ឋាភិបាលថ្មីអត់ទី4គឺការផ្ទេរអំពីរបៀបរៀបចំរដ្ឋតាមបែបប្រជាធិបតេយ្យការបោះឆ្នោតគឺជាចំណែកដ៏តូចមួយទេបងសំណាងក្នុងវិស័យនីតិរដ្ឋក្នុងវិស័យលទ្ធិប្រជាធិបតេយ្យគឺអង្គការសហប្រជាជាតិត្រូវផ្ទេរនៅរបៀបនៃការអប់រំពលរដ្ឋឲ្យទៅជាពលរដ្ឋសកម្មផ្ទេរនៅរបៀបរៀបចំការបោះឆ្នោតដោយសេរីត្រឹមត្រូវផ្ទេរនៅរបៀបនៃការចុះឈ្មោះចុះបញ្ជីការត្រួតពិនិត្យសន្លឹកឆ្នោតការឃោសនាការបោះឆ្នោតនិងការប្រកាសរដ្ឋបាលបោះឆ្នោតគឺត្រូវផ្ទេររបស់ទាំងអស់នោះ
មានច្រើនទៀតតែខ្ញុំសូមរំលឹក4ហ្នឹងដើម្បីឆ្លើយនឹងបងសំណាងនៅកន្លឹះទី1ថាតើអង្គការសហប្រជាជាតិបានផ្ទេរអំពីរបៀបរៀបចំការបោះឆ្នោតឲ្យទៅរដ្ឋាភិបាលថ្មីទេចម្លើយឆ្លើយថាមិនមែនផ្ទេរតែការបោះឆ្នោតទេគឺផ្ទេរនៅភារកិច្ចទាំងអស់ដែលខ្លួនមានឲ្យទៅរដ្ឋាភិបាលថ្មីដោយរដ្ឋាភិបាលនោះគឺជារដ្ឋាភិបាលដែលការចេញពីការបោះឆ្នោតដោយសេរីនឹងត្រឹមត្រូវបងមេដឹកនាំអ៊ុនតាក់គ្រាន់តែថ្ងៃ24កញ្ញាឆ្នាំ93គ្រាន់តែយប់ថ្ងៃប្រកាសរដ្ឋធម្មនុញ្ញប្រកាសរដ្ឋាភិបាលថ្មីប្រកាសព្រះរាជាណាចក្រទី2មេដឹកនាំអ៊ុនតាក់កម្ពុជាបានស្ពាយវ៉ាលីឡើងយន្តហោះទាំងកណ្ដាលអាត្រៀតនិងព្រលឹមថ្ងៃទី25ខែកញ្ញាឆ្នាំ93ដាក់មេផាយឲ្យផ្ទេរណាបងការផ្ទេរមុខងារសាធារណៈការផ្ទេរមុខងាររដ្ឋមួយមិនមែនត្រូវការពេល1ថ្ងៃមិនមែនត្រូវការពេល24ម៉ោងទេគឺត្រូវតែផ្ទេររយៈពេល5ឆ្នាំខ្ញុំបានជួបជាមួយនឹងអ្នកដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ហ្នឹងគេជជែកអំពីវិធីសាស្ត្រផ្ទេរចង់រកពាក្យផ្ទេរដែលខ្ញុំកំពុងនិយាយនេះសូមទៅមើលទំព័រ198ជំនួបភាសាណាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសូមទៅមើលទំព័រ198នៅក្នុងមាត្រាទី5ចំណុចទី2ខនៅចុងកថាខណ្ឌគេសរសេររំលេចថាអង្គការសហប្រជាជាតិមានសិទ្ធិពិសេសក្នុងការផ្ទេរនៅភារកិច្ចរបស់ខ្លួនឲ្យទៅរដ្ឋាភិបាលថ្មីដោយសន្តិភាពពាក្យសន្តិភាពក្នុងន័យច្បាប់មិនមែនពាក្យសន្តិភាពក្នុងន័យស្រននោះមានសន្តិភាពមិនអញ្ចឹងទេក្នុងន័យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសវាជាច្បាប់សកលលោកទទួលស្គាល់ជាង190ប្រទេសអញ្ចឹងការផ្ដល់ការផ្ទេរនៅភារកិច្ចដោយសន្តិភាពគឺដោយសន្តិវិធីដោយនីតិវិធីសន្តិវិធីដោយសន្តិភាពដោយសន្តិសុខអត់មានច្បាំងគ្នាកាប់សម្រាប់គ្នាដើម្បីផ្ទេរទេអត់មានផ្ទេរដូចលោកលុនណុលផ្ទេរព្រះអង្គសែនលោកផ្ទេរតំណែងឲ្យលោកលុនណុលផ្ទេរតំណែងឲ្យលោក3ឆ្នាំ8ខែ20ថ្ងៃហើយលោក3ឆ្នាំ8ខែ20ថ្ងៃផ្ទេរទៅឲ្យលោកហ៊ុនសែនជាទីពេញមិនមែនផ្ទេរយ៉ាងនេះអាហ្នឹងនោះអាហ្នឹងផ្ទេរអត់ត្រូវទេហើយផ្ទេរដោយនីតិវិធីគឺគេសរសេរល្អិតល្អន់អំពីក្បួននៃការផ្ទេរហើយស្រេចគឺផ្ទេរ5ឆ្នាំពី93ដល់98ហើយចោះបើមេដឹកនាំអ៊ុនតាក់បានដាក់មេផាយបិទសាប៊ូគូតរត់ចេញពីកម្ពុជាពាក់កណ្ដាលអាទិត្យថ្ងៃទី24ទៅហើយនឹងតើមានផ្ទេរអីអញ្ចឹងបងសំណួរដែលសួរថាមានផ្ទេរនៅការបោះឆ្នោតដំណើរការបោះឆ្នោតទេថាអត់បានផ្ទេរសំបីតែការផ្ទេរជាលក្ខណៈផ្លូវការរឿងការដឹកនាំរដ្ឋចម្លើយទី2តើអង្គការសហប្រជាជាតិបានផ្ទេរនៅការបោះឆ្នោតដំណើរការនៃការបោះឆ្នោតឲ្យទៅរដ្ឋាភិបាលថ្មីទេបងតើរដ្ឋធម្មនុញ្ញដែលកើតឆ្នាំ93កើតតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រឹមត្រង់អត់ខុសបន្ទាត់ណាត្រង់បន្ទាត់តាមដំណើរការជំហានទី1ទី2ទី3ទេក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឧបសម្ព័ន្ធទី5សរសេរអំពីក្បួននៃការបង្កើតរដ្ឋធម្មនុញ្ញតម្រូវឲ្យរដ្ឋធម្មនុញ្ញនោះក្រោយការបោះឆ្នោតខែឧសភាឆ្នាំ93ថ្ងៃ23 24 25 26 27 28ក្រោយបោះឆ្នោតហើយប្រកាសលទ្ធផលបោះឆ្នោតពេលប្រកាសលទ្ធផលបោះឆ្នោតហើយគេត្រូវទុកពេល3ខែពីខែមិថុនាកក្កដាសីហា3ខែអង្គុយសរសេររដ្ឋធម្មនុញ្ញនៅក្នុងអគារមួយឈ្មោះថាសភាធម្មនុញ្ញហើយការបង្កើតរដ្ឋធម្មនុញ្ញត្រូវស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអញ្ចឹងបងទីខ្ញុំឆ្លើយចម្លើយឲ្យល្អិតបន្តិចឲ្យជនរួមភាសាបានយល់ដែរថាពេលដែលបងសំណាងសួរថាតើមានការផ្ទេរអំពីរបៀបបោះឆ្នោតទៅឲ្យរដ្ឋាភិបាលថ្មីទេថាតើមានការសរសេររដ្ឋធម្មនុញ្ញបានតាមដំណើរការនីតិវិធីត្រង់តាមបន្ទាត់នៃកិច្ចព្រមព្រៀងទេបើសរសេរមិនត្រង់បន្ទាត់ទេរឿងអីមានការផ្ទេរអំពីរបៀបនៃការរៀបចំបោះឆ្នោតការបោះឆ្នោតឲ្យទៅរដ្ឋាភិបាលថ្មីនោះគាត់ថាសំណួរចម្លើយទី1អំឯងមិញណាបងសំណាងគឺធ្វើឲ្យបងភ្លឺភ្នែកហើយ
ตำเมียนเปียนะแต่ตีเรื่องกาบชอบผมส่งไปตากาตีรัฐบาลดักนวมแต่ชมบัญญัตินมตำบันดันแต่ตีแต่พ้องตามเมียนเปียเมียนเอาไก่นะแต่ตีระเบียบในกาบชอบจำลายติใบจงกรายบอมมาตัวใบจิตเมียนกาตีระนูว่าดำนาการในกาบชอบเอาเจ้ารัฐาไปบ้านทำไมกับเปิดเมียนกับเอาจ่อบองชาติเสียงไห้ก็ปนได้พี่รักไอ้องค์การสหประชาชาติในแต่บรรทอตามด้านกรุบรรณอัมพีดำนาการในการบัชนาตั้งปีนังระหดอะไรแล้วโดยเฉพาะยื่ออดอาจออกสังคมโดยซาแต่เมียนกาบเตที่เมียนตั้งที่ทารวการบัชนาบดององค์การสหประชาชาติกำไรลอยเฉานะรอบสับเลียนเชื่อไปสิก่อนดับใบก่อนนาประหารจิตใบชนะหนึ่งตำหนักการอันดับการลังใจลอยออกประมาณเชียงประมาณเจียงใบปอนเหรียญดอลลาร์แต่กลายบอกที่รับสับเหรียญรับรอยเหรียญอาศัยแต่เลยชนำโดยจิตชนำกลายผมใบกลายรับประหารกลายผมเลยจังใจเลยมาตำหึงมากกว่า6 เดือนให้กลายบอกกาใจเลยจับดามติดบันติดเติมปนท้ายพวกเกณฑ์เลยแต่บรรทอตามร้านเมียนตั้งปี special rapporteur เนี่ยเรียกการเป็นใส่องค์การสหประชาชาติเมียนตั้งองค์ปีอุดมสนองการตัวบรรทุกสถิตมนุษย์องค์การสหประชาชาติให้เก็บรอจุ่มด้วยตามระยะองค์การคอนเฟรนซ์เน็ตฟิกซ์องค์การอลีกาโดอาร์ทอกเก็บเมียนการรอจุ่มด้วยต่อองค์การสังคมสิวิลและที่ต่างไม่บรรทอเตรียมบรรทอตามด้านขนมการเรียบจอมดำนาการในการบอชนาก็ปนใจส่วนท้าตายื่นเจียบปวดขมายปุ๊ดเชี่ยตกเอาองค์การสหปล่อยจีจิตเฟื่อตามนึกคืนหรือก็เตยเตรียมตีเอาองค์การสหปล่อยจีจิตบนต่ออนุวัตเพียวแหละกันอรบปุกีชี้จุ่มเรื่องจนรวมเพียซาท้าตกเอาเกตเฟื่อไอเฟื่อแต่ปุกยมอดบ้านเกิดจังตีบ่าวปุกยมก็ท้าตกเอาปุกเกตเฟื่อไอเฟื่อจังตีมาแลกปุกยมมันไซอมปีเกตโปรเพียงซันแต่เพียงตีกรงปารีได้สอดเซอมปีเพียวแหละกันดอกหมดมอมระบองค์การสหปล่อยจีจิตไหลคำสมชายใบกุลือปัดปันนึงนะซะอะไรปัดปันนึงจ้ะนะวงสำนักยกเธอพิจารณากรมจือไอ้ซะสมชื่อ